ដំណឹងល្អមកដល់ហើយកម្ពុជាទទួលបានជាផ្លូវការនៅនាវាចម្បាំងទំនើបថ្មីប្រភេទ 056C ដែលនឹងជួយបង្កើនសមត្ថភាពការពារដែនសមុទ្រកម្ពុជាប្រឆាំងទៅនឹងការឈ្លានពាននានាពីសត្រូវទាំងឡាយជាពិសេសសត្រូវចៅសៀមតែម្ដងមហាមិត្តដៃថៃចិនបានផ្ដល់ជាអំណោយដ៏ថ្លៃថ្លានៅនាវាចម្បាំងចំនួន2គ្រឿងនៅថ្ងៃស្អែកនេះទី8មេសា2026បាទថ្ងៃនេះគឺថ្ងៃទី7មេសាប្រិយមិត្តស្អែកនេះយើងនឹងទទួលបាននាវាចម្បាំងដ៏ថ្លៃថ្លាពីមហាមិត្តដៃថៃរបស់យើងគឺប្រទេសចិនក្រោយពីរុស្ស៊ីបានបំពេញដំណើរទស្សនកិច្ចការពីម្សិលមិញនេះបាទនាវាចម្បាំងរុស្ស៊ី2គ្រឿងបានមកចូលសម្ចតនៅកំពង់ផែក្រុងព្រះសីហនុរបស់យើងតាមរយៈដំណើរទស្សនកិច្ចផ្លូវទឹករយៈពេល3ថ្ងៃឥឡូវនេះយើងទទួលបានពីមហាមិត្តចិននាវាចម្បាំង2គ្រឿងដើម្បីទប់ទល់ស្ថានភាពអាក្រក់នានាដែលកើតឡើងពីការឈ្លានពានបាទពីប្រទេសណាដែរក៏ប៉ុន្តែជាក់ស្ដែងគឺពីប្រទេសចៅសៀមនេះតែម្ដង Thailand ណាថរ៉ាសេយើជើងយើពិធីប្រគល់ផ្លូវការនៅនាវាគ្រឿងទី1នៅកំពង់ផែរៀមខេត្តព្រះសីហនុនៅថ្ងៃស្អែកនេះប៉ុន្តែយើងចាំមើលជាក់ស្ដែងនៅថ្ងៃស្អែកប្រិយមិត្តចំពេលដែលប្រទេសថៃបាទក្រោមការដឹកនាំរបស់រដ្ឋបាលលោកអនុទានឆានវរៈគុលដែលមានរដ្ឋមន្ត្រីការពារជាតិថៃថ្មីលោកអាដុលផងដែរដែលលោកអនុទាននេះយើងដឹងរហស្សនាមថានាយករដ្ឋមន្ត្រីជុកឆា You know me little girl បានប្រកាសហើយហែកចោល MOU 44ផ្នែកដែនសមុទ្រដែនទឹកនេះចោលបាទ OCA ណានៃនោះហែកចោលហើយអញ្ចឹងទេអានេះជាសញ្ញាអាសន្នមួយសម្រាប់កម្ពុជាដើម្បីទប់ទល់ស្ថានភាពផ្នែកផ្លូវទឹកបាទផ្លូវគោកដាក់លួសបន្លាទូកុងតឺន័រហូហែមឹកឈូសឆាយណានៃផ្ទុះស្ថានភាពថ្មីនេះឯងបាទអញ្ចឹងទេស្ថានភាពកម្ពុជាថៃកុំអាសបាយរីករាយទៅនឹងបនចូលឆ្នាំណានៃឲ្យល្មមបានហើយប្រិយមិត្តពុកម៉ែបងប្អូនតគ្នាកុំភ្លេចរឿងព្រំដែនឯសោះហើយរឿងប៉ាតម្សៅចាក់ទឹកណានៃនោះគឺផ្អាកទៅតាមផ្លូវរញ៉េរញ៉ៃអីនោះគឺកុំឲ្យមានអារឿងចឹងដូចឃើញបងប្អូនលេងណានៃទៅបាច់ថ្ពាល់គ្នាប៉ាតម្សៅឡើងច្បុកច្បល់តែម្ដងទៅភ្នែកយកតែមែនតែណាអាហ្នឹងគឺក្រុមក្មេងទំនើងមិនមកទេជួយបញ្ជូនពួកនោះទៅការពារព្រំដែនឲ្យស្គាល់ស្ថានភាពតិចមើលប្រិយមិត្តដំណឹងនៅថ្ងៃទី7មេសា2026នេះសូមអានព័ត៌មានចែកជូនប្រិយមិត្តដូចតទៅមហាមិត្តដៃថៃពង្រឹងរបងការពារដែនសមុទ្រកម្ពុជានាវាចម្បាំងដ៏ទំនើបថៃ 056C បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅកំពង់ផែរៀមហើយក្នុងបរិយាកាសដ៏អធិកអធមនាព្រឹកថ្ងៃទី8មេសាស្អែកនេះកម្ពុជានឹងទទួលបានជាផ្លូវការនៅនាវាចម្បាំងទំនើបប្រភេទ 056C ដែលជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានពីសំណាក់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនពិធីប្រគល់នឹងទទួលនាវាគ្រឿងទី1នេះនឹងត្រូវបានរៀបចំឡើងនៅឯមូលដ្ឋានសមុទ្ររៀមខេត្តព្រះសីហនុចំពេលដែលប្រជាជាតិកម្ពុជាត្រៀមអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឆ្នាំ2026ខាងមុខនេះការបោះជំហានដ៏សំខាន់នេះមិនត្រឹមតែជាការរឹតចំណងមិត្តភាពដៃថៃរវាងប្រទេសទាំងពីរប៉ុណ្ណោះទេប៉ុន្តែគឺជាការឈានទៅមុខមួយកម្រិតបន្ថែមទៀតក្នុងការបង្កើនសមត្ថភាពការពារបូរណភាពដែនសមុទ្រនិងការឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់នាវាចម្បាំងប្រភេទ 056C នេះត្រូវបានរចនាឡើងជាពិសេសសម្រាប់តម្រូវការពារជាតិរបស់កម្ពុជាដោយអក្សរ C ត្រូវបានគេស្គាល់ជាទូទៅថាតំណាងឲ្យឈ្មោះកម្ពុជាបាទ CC ឬក៏ C ហ្នឹងគឺតំណាងឲ្យ Cambodia តាមរយៈការវិភាគស៊ីជម្រៅលើលក្ខណៈបច្ចេកទេសនាវាដែលមានទម្ងន់ជិត 1500 តោននេះគឺជាការអភិវឌ្ឍចុងក្រោយចេញពីរចនាសម្ព័ន្ធនាវាល្បាតថែប 056 របស់កងទ័ពចិនអញ្ចឹងទេយើងដាក់អក្សរ C នៅកតុយទៅបាទគឺ 056C ប៉ុន្តែត្រូវបានកែលម្អប្រព័ន្ធរ៉ាដានិងសពាវុធឲ្យកាន់តែមានឥទ្ធិពលនិងឆ្លាតវៃជាងមុននាវាគ្រឿងទី1នេះនឹងក្លាយជាអាវុធយុទ្ធសាស្ត្រដ៏មុតស្រួចសម្រាប់បេសកកម្មល្បាតការពារការឈ្លានពាននិងប្រតិបត្តិការស្វែងរកសង្គ្រោះក្នុងលំហសមុទ្រកម្ពុជាបាទនេះគឺជាតម្លៃមួយពិតជាច្រើនយត់មែនតើណាប្រិមិត្តតម្លៃគេប៉ាន់ស្មាននេះ$1000,000,000ណោះនាវាគ្រឿងទី1បាទនេះគឺជាអំណោយដ៏ថ្លៃថ្លាប៉ុន្តែប្រិមិត្តថាតើយើងអាចទប់ទល់ស្ថានភាពបានដែរទេរឿងនេះផ្នែកដែនសមុទ្រណាប៉ុន្តែវាគ្រាន់បើជាងអត់អីមិនចឹងប៉ុន្តែចាំមើលជាក់ស្ដែងតើប្រសិទ្ធភាពរបស់នាវាចម្បាំងមួយនេះអាចទប់ទល់ទៅនឹងការឈ្លានពានរបស់ថៃបានកម្រិតណាដោយសារតែថៃលើកំពុងតែកហឹមហែក MOU 44ចោលបើសិនជាផ្ទុះស្ថានភាពអីយ៉ាងម៉េចយ៉ាងម៉ាយើងបានអានាវាចម្បាំងមួយនេះដើម្បីទប់ទល់បាទគាត់បើជាងអត់មានអីចឹងណាអ្វីដែលធ្វើឲ្យមជ្ឈដ្ឋានយោធាអន្តរជាតិចាប់អារម្មណ៍ខ្លាំងគឺសមត្ថភាពប្រយុទ្ធដ៏សម្បូរបែបដែលប្រកបក្នុងនាវាដែលមានរូបរាងតូចច្រឡឹងមួយនេះ 056 សេត្រូវបានបំពាក់ដោយរ៉ាដាទំនើបប្រភេទ ESA SR24 10C ដែលមានសមត្ថភាព
ចាប់គោលដៅក្នុងចម្ងាយរហូតដល់250គីឡូម៉ែត្រនិងមីស៊ីប្រឆាំងនាវាលើផ្ទៃទឹក C-82A ដែលមានល្បឿនលឿននិងកម្លាំងបំផ្ទុះមហិមាបាទអញ្ចឹងទេអានុភាពរបស់វាពិតជាខ្លាំងគាត់បើគេមែនណាប្រិមិត្តមិនលំទេនេះបន្ថែមពីលើនេះវាក៏មានប្រព័ន្ធការពារដែនអាកាស FL 3000N និងកាំភ្លើងនាវា HPJ 26ទំហំ75មីលីម៉ែត្ររួមជាមួយកាំភ្លើង 630B ចំនួន2ដើមដែលដើរតួជាស្រទាប់ការពារចុងក្រោយប្រឆាំងនឹងការវាយប្រហារពីមីស៊ីលនិងទុកល្បឿនលឿនរបស់សត្រូវផងដែរទន្ទឹមនឹងការមកដល់នៃនាវាគ្រឿងទី1នេះសេចក្តីរាយការណ៍បានដឹងថានាវាគ្រឿងទី2កំពុងស្ថិតក្នុងដំណាក់កាលសាងសង់យ៉ាងសស្រាក់សស្រាំដែលសម្រេចបានប្រមាណជា 70% ទៅហើយអញ្ចឹងទេសល់តែ 30% ទៀតបាទនឹងបញ្ជូនមកកម្ពុជាយើងទទួលបានមួយគ្រឿងសិនណានៅថ្ងៃស្អែកនេះតាមការគ្រោងទុកនាវាទី2នេះនឹងត្រូវបញ្ជូនមកដល់កម្ពុជានៅខែមិថុនាឆ្នាំ2026ខាងមុខសល់តែប្រហែលខែទៀតប្រិយមិត្តខែនេះខែ4បាទខែ5ខែ6មិថុនាណាការបំពេញបន្ថែមនៃកម្លាំងនាវាចម្បាំងទំនើបទាំងពីរគ្រឿងនេះនឹងជំរុញឲ្យកងទ័ពជើងទឹកកម្ពុជារបស់យើងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការគ្រប់គ្រងដែនទឹកប្រកបដោយអធិបតេយ្យភាពនិងជាសារមួយបង្ហាញពីភាពរឹងមាំនៃវិស័យការពារជាតិក្នុងយុគសម័យទំនើបកម្មនេះគឺជាដំណឹងពាក់ព័ន្ធទៅនឹងចិនបកគលនាវាចម្បាំងមួយគ្រឿងនៅថ្ងៃទី8មេសាស្អែកនេះដល់កម្ពុជារបស់យើងដែលខ្ញុំបានរៀបរាប់ពីអានុភាពរបស់វាកម្រិតណាហើយតម្លៃបាទ1000លានឯណោះចឹងទេច្រើនណាស់ប្រិយមិត្តដែលជាអំណោយដ៏ថ្លៃថ្លាពីមហាមិត្តដៃថែបរបស់យើងបាទអរគុណបាទភាសាចិនគេអរគុណគេថាម៉េចជាឬក៏ម៉េចប្រិយមិត្តខ្ញុំអត់ចេះដែរប្រិយមិត្តណាចេះចិនទេជួយអរគុណទៅចិនផងណាបាទតសេបាទហើយដំណឹងចុងក្រោយប្រិយមិត្តអាចស្ដាប់អំពីស្ថានភាពនៅមជ្ឈមពាទាំងអស់គ្នាដោយតទៅដែលខ្ញុំនឹងរៀបរាប់ពាក់ព័ន្ធទៅនឹងអសន្និវត្តចុងក្រោយឲ្យប្រទេសអ៊ីរ៉ង់បើកច្រកសមុទ្រហមឲ្យលឿនបើមិនចឹងទេអាមេរិកនឹងកំទេចប្រទេសអ៊ីរ៉ង់ត្រឹមតែមួយយប់តែប៉ុណ្ណោះឲ្យខ្លាយទៅជាផៃផង់ឬក៏ខ្លាយទៅជាសម័យកាលយុគនៃការប្រើប្រាស់ថ្មសម្ដាប់ដោយតទៅលោកដូណាល់ត្រាំដាក់អសន្និវត្តចុងក្រោយទៅកាន់ប្រទេសអ៊ីរ៉ង់ត្រឹមតែមួយយប់នឹងត្រូវកំទេចប្រទេសអ៊ីរ៉ង់ឲ្យខ្ទេចខ្ទីទាំងស្រុងតែម្ដងអសន្និវត្តចុងក្រោយកំទេចអ៊ីរ៉ង់ឲ្យរលាយត្រឹមតែមួយយប់បាទហេដ្ឋារចនាសម្ព័ន្ធនានានឹងត្រូវកំទេចតែមួយយប់ក្នុងពេលតែមួយបើសិនជាអ៊ីរ៉ង់មិនប្រើបើកច្រកសមុទ្រហោមទេនោះនេះគឺជាដំណឹងថ្មីដែលពិភពលោកកំពុងតែតាមដានស្ថានភាពនៃអសន្និវត្តចុងក្រោយរបស់លោកតាត្រាំបាទលោកតាស្វ័យត្រាំនៅក្នុងការដាក់ទៅកាន់ប្រទេសអ៊ីរ៉ង់ឲ្យបើកច្រកសមុទ្រហោមឲ្យលឿនបើមិនដូច្នោះទេត្រឹមតែមួយយប់ខ្ទេចហើយប្រទេសអ៊ីរ៉ង់តើយ៉ាងម៉េចយ៉ាងម៉ាយើងស្ដាប់ព័ត៌មាននេះទាំងអស់គ្នាលោកត្រាំបានកំណត់ម៉ោងមរណៈយ៉ាងច្បាស់លាស់សម្រាប់កិច្ចព្រមព្រៀងដែលលោកចាត់ទុកថាអាចទទួលយកបានពោលគឺត្រូវតែធានានៅលំហូរថាមពលដោយសេរីតាមឈុងសមុទ្រដែលអសន្និវត្តនេះនឹងត្រូវបញ្ចប់នៅម៉ោង8យប់ថ្ងៃអង្គារម៉ោងនៅវ៉ាស៊ីនតោនឬត្រូវនឹងម៉ោង7ព្រឹកថ្ងៃពុធម៉ោងនៅកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានដ៏ក្តៅគគុកនៅសេតាវិមានលោកតាត្រាំបានប្រើសម្ដីវាយប្រហារយ៉ាងសាហាវឃោរឃៅថាប្រទេសអ៊ីរ៉ង់ទាំងមូលអាចនឹងត្រូវបោះសម្អាតខ្ទេចខ្ទីក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះហើយយប់នោះអាចនឹងជាយប់ថ្ងៃស្អែកនេះឯងប្រសិនណាបើការចរចាបរាជ័យនោះលោកបានបន្តប្រមានទៀតថានៅពេលដែលអសន្និវត្តនេះផុតកំណត់អ៊ីរ៉ង់នឹងត្រូវរុញច្រានឲ្យវិលត្រឡប់ទៅរកយុគសម័យនៃការប្រើប្រាស់ថ្មមិនថាយុគថ្មបាទយុគថ្មវិញដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងលែងមានស្ពានប្រើប្រាស់ហើយរោងចក្រអគ្គិសនីទាំងអស់នឹងត្រូវបំផ្លាញគ្មានសល់បាទគម្រាមនៅក្នុងការកំទេចស្ពានមួយហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានាហើយរោងចក្រអគ្គិសនីទៅទៀតបាទតើគ្នាបានភ្លើងអីប្រើប្រាស់ប្រិយមិត្តការប្រមានកម្រិតអាសន្ននេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបដិសេធរាល់សំណើបទជបាញ់បណ្ដោះអាសន្នដោយទាមទារឲ្យមានការប្រជុំសង្គ្រាមជាអចិន្ត្រៃយ៍និងដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ជាលក្ខខណ្ឌដូរវិញបាទចាំបាច់មានបទជបាញ់បណ្ដោះអាសន្នអីបើមិនមកទេដាក់លក្ខខណ្ឌលែងវាយប្រទេសអ៊ីរ៉ង់តែម្ដងទៅអ៊ីរ៉ង់ចង់បានលែងវាយអ៊ីរ៉ង់ជាអចិន្ត្រៃយ៍ណាទោះបីជាសភាពការកំពុងឡើងកម្ដៅដល់ចំណុចពុះកញ្ជ្រោលក៏ដោយលោកត្រាំនៅតែបង្ហាញក្តីសង្ឃឹមតិចតួចថាមេដឹកនាំដែលនៅសេសសល់ពីការវាយប្រហារកន្លងមកកំពុងចរចាដោយស្មោះត្រង់ដើម្បីបញ្ជាសោកនាដកម្មនេះមានន័យថាមានមេដឹកនាំខ្លះកំពុងតែលួចចរចាជាមួយនឹងសហរដ្ឋអាមេរិកណាអានេះគឺជាអ្វីដែលដូណាល់ត្រាំគាត់លើកឡើងប៉ុន្តែពិតមិនពិតយើងអត់ដឹងទេដោយសារតែត្រាំអាចជាការគាត់និយាយតែខ្លួនគាត់អញ្ចឹងទៅបាទលោកបានសង្កត់ធ្ងន់ថាលទ្ធផលពិតប្រាកដនឹងត្រូវលាតត្រដាងក្នុងពេលប្រមាណម៉ោងខាងមុខនេះបច្ចុប្បន្នពិភពលោកទាំងមូលកំពុងតាមដានមើលយ៉ាងទះសារថាតើនយោបាយការទូតនៅនីតិចុងក្រោយអាចបញ្ជាការបង្ហូរឈាមខ្នាតយក្សបានដែរឬទេឬមួយក៏ក្របបែកដំបងរបស់អាមេរិកនឹងត្រូវទម្លាក់ចុះដើម្បីសម្រេចតាមពាក្យសន្យារបស់លោកតាត្រាំដែលថានឹងកំទេចអ៊ីរ៉ង់ឲ្យរៀបស្មើត្រឹមតែមួយយប់ប៉ុណ្ណោះនេះគឺជាអសន្និវត្តថ្មីតាមដានស្ថានភាពទាំងអស់គ្នានាថ្ងៃស្អែកនេះតើរឿងនោះអាចកើតឡើងដែរ
ដែរទេឬក៏ដូណាល់ត្រាំពន្យាពេល delay បាទបន្តនៅក្នុងការដាក់អវសានវត្តថ្មីបន្ថែមទៀតអញ្ចឹងណាដោយសារតែអវសានវត្តដូណាល់ត្រាំមានជាបន្តបាទ extension រហូត